រឿងប្រវត្តិអ្នកតាឃ្លាំងមឿងមិនមានសេចក្តីក្នុងអតីតកាលកន្លងទៅក្នុងរាជព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែកគស1502កាលជន់នោះស្រុកខ្មែរជាស្រុកចំណុះសៀមនៅឡើយតែនាំសួយសារអកឡើងទៅស្រុកសៀមព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គមាននាមមិនប្រកាសឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអកគ្រប់យ៉ាងក្រែងស្ដេចស្រុកខ្មែរមានចិត្តមិនត្រង់បំបត្តិសួយសារអកយកទៅមិនអស់ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់មានចិត្តមិនត្រង់នឹងរាជការដោយប្រការណាមួយទើបប្រើព្រះរាជបុត្រពេញព្រះឫទ័យមកនៅដើម្បីជំនួសនេតព្រះអង្គចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វថ្មាតមួយថ្មាតនោះមានមាយាទចេះដឹងប្រហែលមនុស្សជាសត្វខុសពីសត្វតីធម្មតាចេះស្រឡាញ់ម្ចាស់ប្រើនាំសារទៅមករវាងស្រុកខ្មែរនិងស្រុកសៀមបានដោយស្ងាត់ថ្ងៃមួយព្រះច័ន្ទរាជាព្រួយព្រះតីថាព្រះចៅលោកមិនទុកព្រះហឫទ័យនឹងយើងហើយបានជាលោកចាត់ព្រះរាជបុត្រឲ្យមើលការផ្ទាល់ណាមួយព្រះរាជបុត្រនោះមានរំលោភបៀតបៀនកោតក្រែងបង្កប់ឲ្យនាំសួយឡើងគោខ្លួនហួសហេតុទ្រង់ទូចព្រះហឫទ័យខ្លាំងអស់ទ្រាំពុំបានក៏បង្កប់ពួកពេជ្ឈឃាតឲ្យចាប់រាជបុត្រស្ដេចសៀមយកទៅសម្លាប់ចោលក្នុងព្រៃក្នុងពេលយប់ឯសត្វថ្មាតលុះរឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វាហើយចុះហើរឡើងរកឃើញខ្មោចនៅក្នុងព្រៃថ្មាតឃើញព្រះទម្រង់វាស្គាល់ច្បាស់ជាម្ចាស់វាក៏ចឹកពំព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបតាព្រះចៅទតឃើញព្រះទម្រង់ទ្រង់យល់ថាព្រះរាជបុត្ររបស់ព្រះអង្គដល់ទីវង្កត់ហើយរឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់ទ្រង់ក្រោធខ្លាំងណាស់ក៏ប្រជុំពួកសេនាបតីមួយរំពេចមានព្រះបន្ទូលប្រាប់តាមរឿងរួចបង្គាប់ឲ្យលើកកងទ័ពមកសង្សឹកស្ដេចស្រុកខ្មែរវិញហើយមានព្រះបន្ទូលថាត្រូវតែសម្លាប់ព្រះច័ន្ទរាជាព្រមទាំងញាតិសាច់សាឡោហិតទាំងពួកសេនាបតីហើយរឹបជាន់យកទ្រព្យសំបាត់នឹងគៀពួកបណ្ដារះមកស្រុកសៀមកុំឲ្យសល់ពួកកងទ័ពក៏ចេញមកដល់បន្ទាយលង្វែកចូលឡោមព័ទ្ធចាប់ព្រះច័ន្ទរាជាសម្លាប់ព្រមទាំងព្រះញាតិចំណែកព្រះមនាងប៉ែនជាស្នំក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយនឹងសេនាបតីមឿងព្រមទាំងភរិយានិងបុត្រ4នាក់ទៀតពួកកងទ័ពសៀមគៀនមនុស្សអំពីស្រុកខ្មែរដោយទាំងព្រះម្ខាងទៅជាមួយផងទាំងព្រះរាជទ្រព្យមានវិញ្ញាណឥតវិញ្ញាណចំណែកមេដំរីស្មួយមានកូននៅក្នុងពោះឈ្មោះជំទាវប៉ាល់ប៉ៃដែលជាព្រះទីនាំងដ៏ប្រសើរក៏ត្រូវកងទ័ពសៀមគៀយកទៅដែរពួកសៀមជន់នោះមានសេចក្តីព្យាបាទធ្វើបាបខ្មែរអស្ចារ្យណាស់ចាប់មនុស្សដល់ស្លឹកត្រចៀកដឹកយកទៅដូចសត្វធាតុស្រីណាមានកូនខ្ចីចាប់ច្រកការរងឲ្យដំរីជន់វាលែងតែមានកូនទាំងក្នុងពោះលុះទៅដល់ស្រុកសៀមនាំសេចក្តីទៅថ្វាយព្រះចៅដោយសពគ្រប់ដោយសេចក្តីសង្សឹកបានសម្រេចដូចប្រាថ្នាព្រះចៅទ្រង់បង្គាប់ឲ្យយកពួកខ្មែរទាំងអស់ទៅនៅមួយក្រុមចិត្តក្រុងហើយសន្មត់ឈ្មោះថាក្រុមខ្មែរអ្នកទ្រព្រះមនាងប៉ែនហាក់ជាស្រីមានបុព្វវាសនាទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងនឹងក៏ដោយនាងគង់នៅជាស្រីប្លែកអំពីស្រីទៀតដោយអំណាចកូនដែលនៅក្នុងកុដជាកូនមានឥទ្ធិឫទ្ធិមានបុណ្យក៏បណ្ដាលឲ្យអ្នកផងចិត្តខាងមានចិត្តទរទន់រាប់អានស្រឡាញ់ជួយឧបត្ថម្ភជួយយកអាសានាងគ្រប់យ៉ាងលុះនាងមានហូរគ្រប់ខែ10ក៏ប្រសូតរបត់មកដល់សុខសប្បាយអ្នកចិត្តខាងតំប្រុសទាំងស្រីជួយថែតំផ្ដល់ទឹកក្តៅនិងត្រជាត់អ្នកក៏មកមិនមានខានដោយអំណាចគុណបុណ្យទៅជាបារមីនៃទីរកនោះលុះប្រសូតបាន3ថ្លៃពួកក្រុមញាតិមួយមាត់គ្នាឲ្យឈ្មោះកូននោះថាឧទែនចំណែកមេដំរីដែលជាព្រះទីនាំងក៏កើតកូនក្នុងថ្ងៃដំណើរទីរកនោះដែរតែមេដំរីនោះផ្ដាច់ខ្សែទន្ទឹងទៅកើតកូននៅក្នុងព្រៃឆ្ងាយលាក់មិនឲ្យអ្នកណាមួយដឹងឡើយដរាបដល់3ថ្ងៃទើបនាំកូនមកកាន់ទីកន្លែងដើមវិញកូនដំរីនោះមានពណ៌សម្បុរព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតាអ្នករក្សាដំរីនាំដំណឹងទៅក្រាបទូលព្រះចៅគ្រប់សពពួកព្រះចៅពេញព្រះហឫទ័យណាស់ដំណើរពីកុមារឧទែនលុះបានអាយុ5ឆ្នាំដឹងសេចក្តីខុសត្រូវខ្លះក៏ឪពុកខ្ញុំទៅឯណាពុំដែលឃើញក្មេងគេងទៀតមានម្ដាយឪពុកខ្ញុំមិនឃើញដូចឪពុកដូចគេម្ដាយកាបើកូនសួរដូច្នេះនាងណែនក្នុងទ្រូងអួលអាក់ខ្លោចផ្សានិយាយប្រាប់កូនមិនរួចក៏និយាយបន្លែបន្តទៅកុំឲ្យកូនសូទៀតពីព្រោះខ្លាចក្រែងរឿងនោះមិនចិត្តដឹងទូទៅនឹងដល់នៅសេចក្តីអន្តរាយនៃជីវិតកូនចេះតែសួរញញនាងក៏និយាយបង្វែងមិនឲ្យសួរបានដរាបដល់កូននោះអាយុ12ឆ្នាំថ្ងៃមួយនឹកថាកូននោះខានប្រាប់ពុំបានក៏នាំកូនទៅកាន់ទីស្នាក់តែ2នាក់ដំណើររឿងរ៉ាអ៊ីវតាំងពីដើមដល់ចុងកូនស្ដាប់បានយល់សេចក្តីសពគ្រប់ប្រាប់ម្ដាយឲ្យអត់ទ្រាំសិនចុះកូននឹងគិតរកមធ្យោបាយមួយដើម្បីនឹងវិលទៅនគរវិញចំណែកកុមារឧទែនចាប់ដើមតាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមកក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាងមានអក្សរជាដើមឧទែនជាកុមារឆ្លាតវាងវៃអង្គអាចប្លែកអំពីកុមារធម្មតាថ្ងៃមួយកុមារឧទែនចូលទៅសេពគប់នឹងពួកហំដំរីសុំខ្លួនជាអ្នកបម្រើបោះច្រាសរោងដំរីដើម្បីរៀនវិជ្ជាខាងដំរីឲ្យស្ទាត់ថ្ងៃមួយព្រះចៅស្ដេចយាងមកទៅរោងដំរីឃើញកុមារនោះជួយធ្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃមានព្រះបនទូសួរថាក្មេងនេះមកពីណាហំដំរីក្រាបទូលតាមដំណើរដោយសពគ្រប់ទ្រង់ពេញព្រះហឫទ័យមានព្រះបន្ទូលប្រាប់ថាចូលមើលក្មេងនេះផង
ចាប់ដើមពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ធ្វើការដោយម៉ត់ចត់បោះប្រមូលអាចមកដំរីដុតបំពុះជីជីដើម្បីយកទៅដាំស្ពៃក៏មានគុំធំប្លែកចម្លែកអំពីស្ពៃអ្នកស្រុកធម្មតាលុះស្ពៃនោះធំល្មមដកកុមារឧទែនដកយកទៅលាងយ៉ាងស្អាតរែកយកទៅថ្វាយព្រះចៅទ្រង់ទតឃើញមានព្រះបន្ទូលថាណែកុមារឯងបានស្ពៃនេះមកពីណាប្លែកពីស្ពៃធម្មតាកុមារក្រាបទូលតាមដំណើរសពគ្រប់ព្រះចៅទ្រង់ប្រទានរង្វាន់និងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរីជាកូនមេដំរីឈ្មោះជំទាវប៉ាល់ប៉ៃដែលជាទីញាំងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចុះប្រេងមានកិរិយាខុសប្រក្រតីកាច់សាហាវមិនព្រមស្ដាប់បង្គាប់ព្រៃឈ្មស្លាប់មិនមានអ្នកណែណាមួយអាចដឹកបានថែមទាំងធ្វើបាបអ្នកស្រុកបោចរួចផ្ទះសម្បែងផ្អើលជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងខ្លួនពួកអ្នកកង្វល់ដំរីនាំសេចក្តីទៅទូលព្រះចៅទ្រង់ចាត់ការឲ្យស៊ើបសួររកអ្នកណាដែលអង្គអាចក្លាហានហើយហ៊ានទៅចាប់ដំរីនោះបានពេលនោះកុមារឧទែនឆ្លើយថាខ្ញុំហ៊ានទទួលចាប់ដំរីនោះបានទើបទ្រង់ប្រគល់ការទៅកុមារឧទែនចាត់ការរយ៉ាងណាឲ្យតែចាប់បានព្រះទីនាងនោះឧទែនបង្គាប់ឲ្យប្រមូលដំរី500មកដើម្បីនឹងរើសយកដំរីណាគួរយកមកធ្វើធ្លាក់បានទើបរើសយកកុំមេដំរីឈ្មោះជំទាវប៉ាល់ប៉ៃពេលចេញទៅចាប់កុមារឧទែនបង្គាប់ឲ្យរៀបពិធីបួងសួងសែនព្រេនឥកអធិកអ្នកស្រុកផ្អើលមកមើលកឹកកងពីពេញមីរដេដាស់លុះសែនព្រេនរួចកុមារឧទែនបង្គាប់ឲ្យយកចេក3ស្និតអំពើ3បាច់ព្រះរាជទានបញ្ជូនមកឲ្យឆាប់ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណងពេលទៅដល់ព្រះទីនាងស្ទុះមករកហាក់ដូចជាប្រុងនឹងព្រេចតែបែរទៅជាក្រាបថ្វាយបង្គំវិញដោយអំណាចតិចបុណ្យបារមីនៅទេនិយាយទូលមានប្រដៅថាទីនាងឯងតាំងពីថ្ងៃនេះទៅលះបង់មាយាទអាក្រក់ចេញទៅត្រូវធ្វើឲ្យស្ងួតល្អដូចអំពីដើមឲ្យចេកនិងអំពើស៊ីរួចនិយាយថាឯងទៅតាមយើងថាតែប៉ុណ្ណោះស្រាប់តែដំរីដើរតាមទៅដោយស្រួលឥតបាច់ចាប់ចុងថ្ងៃដែលទៅយកព្រះទីនាងមកព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យឧទែននិងប្រទានងារថាជ័យអស្ចារ្យជាសេនាខាងតបដំរីនិងខាងតាក់ដំរីព្រៃពួកអ្នករាជការទទួលស្គាល់ខ្លាចអំណាចឧទែនថាជាអ្នកមុះមុតស្ទាត់ជំនាញខាងដំរីសំបីតែពេលចេញតាក់ដំរីព្រៃម្ដងមិនចាំមានគ្នាច្រើនប៉ុន្មានក៏ទៅតាក់បានដែរហាក់ដូចជាហៅមកបានព្រះចៅទ្រង់ពេញនឹងទុកព្រះឫទ័យលើកជ័យអស្ចារ្យប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គលុះដល់អាយុ16ឆ្នាំជ័យអស្ចារ្យភ្នុកនឹកដល់បំណងដើមក៏រំពឹងគិតរកឧបាយណាមួយនឹងដោះខ្លួនចេញអំពីកណ្ដាប់ដៃសៀមហើយទៅនៅស្រុកខ្មែរសោយរាជស្នងព្រះបតានឹងនាំយកមនុស្សអំពីស្រុកសៀមឲ្យបានសម្រេចដូចសេចក្តីបំណងទើបដើរនយោបាយចាត់មនុស្ស15នាក់ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដូចបងប្អូនបង្កើតធ្វើជានឹងឈើជើងដំរីឲ្យយកជាលច្រកអាចដំរីញាត់ឲ្យណែនទុកឲ្យស្ងួតចាក់រីតាមស្ទឹងឬផ្លូវយកឈើជើងដំរីដើរសង្កត់ជាស្នាមដានដូចជាដំរីដើរមែនដើម្បីឲ្យអ្នកស្រុកឃើញហើយនាំព័ត៌មាននោះក្រាបទូលព្រះចៅនិងទ្រង់ចាត់ឲ្យសេនាអស្ចារ្យខ្លួនទៅតាមតាក់មិនខានម្យ៉ាងទៀតដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយជឿជាក់ក្នុងចិត្តថាជាដានដំរីពិតមែនចំណែកអ្នកស្រុកលុះឃើញដានជើងដំរីនឹងអាចធំអន្តែតាមទឹកមកដូច្នោះក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅទ្រង់ប្រាជ័យអស្ចារ្យឲ្យទៅតាមតាក់ដំរីព្រៃដែលមានដានជើងធំនោះជ័យអស្ចារ្យក្រាបទូលថាសូមព្រះមេត្តាប្រោសបើទ្រង់សពព្រះតីចង់បានដំរីបែបនោះលុះតែមានគ្នាច្រើននឹងដំរីធ្លាក់ដល់ច្រើនហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មានស្ដាប់បង្គាប់ទូលបង្គំទើបធ្វើការនោះបានពេលចេញទៅសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងមានជោគជ័យព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរប្រគល់ការនោះឲ្យអស្ចារ្យតាមត្រូវការធ្វើបែបណាស្រេចនៅលើជ័យអស្ចារ្យចុះលុះរៀបធ្វើពិធីរួចព្រះចៅប្រទានព្រះខ័នសឹកអំណាចពេញបើឈ្មោះណាមិនស្គាល់បង្គាប់ត្រូវសម្លាប់បានលុះចេញទៅបានចំនួន15ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថាក៏សូមទ្រង់មេត្តាប្រោសទូលបង្គំជាខ្ញុំតាមតាក់ដំរីនោះកាន់តែឃើញដានគៀកហើយតែអស់ស្បៀងសូមព្រះអង្គមេត្តាប្រោសព្រះចៅទ្រង់ព្រះរាជទានតាមសេចក្តីសុំដោយរស់រាន់ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការបង្ខាត់ព្រះរាជទ្រព្យជាសង្សារពីដោយហេតុណាមួយឡើយជ័យអស្ចារ្យលុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅក៏បន្តដំណើរទៅទៀតចំនួន5ថ្ងៃក្រោយមកក៏បានដល់ស្រុកបាត់ដំបងដែលជាដីខ្មែរមានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចុះចូលថ្វាយខ្លួនជាពលសេនាព្រមទាំងសេនាចាស់ម្នាក់ធ្លាប់បម្រើព្រះវរបតាឈ្មោះមឿងនិងកូនប្រុស4នាក់បានចូលមកថ្វាយខ្លួនដែរក៏មានមនុស្សច្រើនល្មមទល់នឹងព្រះចៅសៀមបានជ័យអស្ចារ្យក៏សរសេរសម្បត្តិចងនឹងដំរីប្រើឲ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែររួចចងគប់ជំទាវប៉ាល់ប៉ៃទៅទទួលម្ដាយមេដំរីទៅដល់ទីកន្លែងម្ដាយពេលពាក់កណ្ដាលអាធ្រាត្រមេដំរីវាទម្លាក់បំពង់3ដងម្ដាយភ្ញាក់នឹកស្មានថាកូនត្រឡប់មកវិញក៏អុជភ្លើងបំភ្លឺមើលតែមិនឃើញកូនឃើញតែសម្បត្តិមើលដឹងសេចក្តីសពគ្រប់រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ខំស្រូតឲ្យជួបនឹងកូននៅស្រុកបាត់ដំបងទើបជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថាខ្លួននឹងហើយជាព្រះរាជបុត្ររបស់ព្រះចន្ទ្រាជាគង់នៅបន្ទាយលង្វែកឥឡូវនេះវិលមកក្រុងរាជស្នងព្រះបតារឿងនេះមិនបាត់ស្ងាត់ជ្រាបដល់
ព្រះចៅសៀមទ្រង់ព្រះពិរោធយ៉ាងខ្លាំងពន់ពេកនិងទោចព្រះតេក្រៃលែងទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថាជ័យអស្ចារ្យប្រៅបាយក៏បោកបញ្ឆោតយកព្រះខ័នសឹកព្រមទាំងទ្រព្យមានវិញ្ញាណរត់ទៅស្រុកខ្មែរហេតុនេះត្រូវលើកតបតាមទៅដណ្ដើមយកមកវិញឲ្យបានហើយចាប់ជ័យអស្ចារ្យសម្លាប់ឲ្យផុតពូជព្រះចន្ទរាជាព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់ជ័យអស្ចារ្យបានដំណឹងច្បាស់ថាព្រះចៅលើកតបមកតាមដូច្នោះទ្រង់ជំនុំនឹងសេនាបតីថាឥឡូវពលសេនាយើងនិងគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់យើងពុំបរិបូរណ៍តើអ្នករាល់គ្នាគិតរកឧបាយកបែបណាឲ្យមានជ័យជំនះពេលនេះសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលធានាអះអាងសោះមានតែសេនាមឿងឆ្លើយធានាអះអាងហ៊ានទល់នឹងតបសៀមដោយឧបាយកមួយក៏ចម្លែកគឺហ៊ានបដូរជីវិតដើម្បីនឹងទៅកេណ្ឌពលខ្មោចធ្វើជាតបជាច្បាំងនឹងពលសៀមទើបបង្គាប់ឲ្យជីករណ្ដៅទំហំ4ម៉ែត្រ4ជ្រុងជម្រៅ4ម៉ែត្ររួចឲ្យដាក់គ្រឿងសត្រាវុធក្នុងរណ្ដៅនោះដើម្បីនឹងលោតទៅឲ្យជុងស្លាប់ពាក្យអាវាតលោកប្រកាសថាសូមឲ្យអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះដើម្បីរំដោះដែនដីខ្មែរឲ្យបានរួចអំពីកណ្ដាប់ដៃនៃប្រជាមិត្តចំណែកខ្ញុំធានាខាងតបខ្មោចសូមអស់លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅបាន7ថ្ងៃឬសូសន្នថឹកហូបកញ្ជ្រៀវ3ដូចជាសំឡេងគោលាន់យើងនឹងមានជ័យហើយលុះឆ្នាំរួចលោតចុះក្នុងរណ្ដៅព្រឹបប្រពន្ធឃើញប្តីលោតដូច្នោះក៏លោតទៅជាមួយនឹងប្តីព្រមទាំងកូនប្រុស2នាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់7លាន់ឬសូសន្ធឹកដោយការឆ្នាំមែនតបសៀមចូលដល់បាត់ដំបងឆ្លងចូលមកអូមួយសប្តាហ៍ថ្ងៃហៅថាអូស្វាយដូនកែវជូនគ្នានឹងតបជ័យអស្ចារ្យតបខ្មោចចេញសម្ដែងរត់ធ្វើឲ្យពលសៀមវិលមុខចុកពោះចុះក្អួតដួលខ្លួនឯងស្រួសតបព្រះជ័យអស្ចារ្យចូលទៅកាប់សម្លាប់អស់ពួកកងទ័ពសៀមទប់ទល់មិនបានថយទៅដល់បាត់ដំបងធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យថយត្រឡប់ទៅស្រុកសៀមវិញចំណែកពួកកងទ័ពព្រះជ័យអស្ចារ្យនាំគ្នាត្រឡប់មកកាន់បន្ទាយវិញសប្តាហ៍ថ្ងៃគេហៅថាបន្ទាយជ័យចាប់ដើមពីពេលនោះមកព្រះជ័យអស្ចារ្យបានទទួលរាជាភិសេកសោយរាជ្យនិងទទួលនាមថាព្រះជ័យចេស្តាព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យលុះព្រះអង្គបានឡើងសោយរាជ្យសម្បត្តិសុខសាន្តហើយទ្រង់នឹកឃើញដល់គុណូបការៈសេនាមឿងដែលស៊ូបដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណក្ខន្ធរបស់សេនាមឿងយ៉ាងអាឡារិកអស្ចារ្យជាប់ជាទំនៀមដរាបដល់មកសព្វថ្ងៃនេះហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងទៅវិញ